nàng oi chmua manu ti cần lại vật thấu rứ có cầm nịch ní cư chiaประโยคពី3ដែលបញ្យល់អំពីភាពខុសគ្នានៃ noun នៃនាមណាភាពខុសគ្នានៃនាមអញ្ចឹងយើងនិយាយពី noun គឺជានាមណាភាសាខ្មែរយើងដែលនិយាយពីឈ្មោះមនុស្សទីកន្លែងវត្ថុឬក៏កំណត់ឥឡូវមានសេចក្តីបញ្យល់តាក់ទងនឹងប្រភេទខុសគ្នានៃ noun ឬក៏យើងហៅថានាមដូចតទៅសុខា is reading a book about Cambodian history អូខេអញ្ចឹងសុខាគឺជាឈ្មោះណាគឺជាឈ្មោះមនុស្សម្នាក់អញ្ចឹងសុខាហ្នឹងគឺជា noun ឬក៏ហៅថានាម noun សុខា is reading a book about Cambodian history សុខាកំពុងអានសៀវភៅអំពីប្រវត្តិសាស្ត្រនៃប្រជាជនកម្ពុជាអញ្ចឹងសុខាតំណាងឲ្យ person ជាមនុស្សណាអញ្ចឹងវាជា noun សុខាជា noun អូខេហើយយើងបន្តទៅទៀតនិយាយពី place គឺតំណាងឲ្យទីកន្លែងណាទីកន្លែងណាមួយអញ្ចឹងទៅ the temple example the temple in Siem Reap is a popular tourist destination this sentence temple and Siem Reap are noun indicating location អញ្ចឹងឧទាហរណ៍ថាប្រាសាទណានៅក្នុងខេត្តសៀមរាបគឺជាទិសដៅនៃទេសចរដ៏មានប្រជាប្រិយភាពនៅក្នុងប្រយោគនេះអញ្ចឹង temple ហើយនឹងសៀមរាបពាក្យថា temple ហើយនឹងសៀមរាបវាជា noun ណាគឺជា noun temple ជា noun សៀមរាបក៏ជា noun ហ្នឹងគឺវាបង្ហាញពី location បង្ហាញពី location បង្ហាញពីទីតាំងឬក៏ទីកន្លែងអូខេ explain noun sing the cow in the field look healthy and strong the cow in the field look healthy and strong គោនៅវាលស្រែមើលទៅហាក់ដូចជាមានសុខភាពល្អហើយនឹងរឹងមាំអញ្ចឹងពាក្យ cow is a noun referring to animal អញ្ចឹងពាក្យ cow ហ្នឹងគឺជា noun វាតំណាងឲ្យសត្វណាគឺជានាមតំណាងឲ្យសត្វអញ្ចឹងនាមហ្នឹងគឺសំដៅទៅលើសត្វណាវាអាចជាវត្ថុឬអាចជាវត្ថុជាសត្វ idea ជាអរូបីជាគំនិតអរូបី example education is the key to bright future the word education is a noun that represents an abstract concept អញ្ចឹងពាក្យ education ហ្នឹងបានន័យថាវាជានាមអរូបីវាជាគន្លឹះដ៏សំខាន់សម្រាប់បំភ្លឺនាពេលអនាគតអញ្ចឹងការអប់រំហ្នឹងគឺជា noun ដែលជាគន្លឹះសំខាន់ក្នុងការបំភ្លឺនៃពេលអនាគតអញ្ចឹង education គឺជាពាក្យ education គឺជា noun ដែលតំណាងឲ្យនាមអរូបីគេនិយាយពី idea និយាយពី education ជានាមអរូបីឥឡូវ person តាក់ទងនឹងទីកន្លែងនឹងមិញហ្នឹងបញ្យល់ភាសាហើយប៉ុន្តែដាក់មក